នីតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក្រោមគំនិតដូចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ប៊ុនរ៉ានីហ៊ុនសែនរៀបចំដឹកនាំដោយក្រសួងធម្មការនិងសាសនាសហការជាមួយវិទ្យុនិងទូរទស្សន៍សិល5ធ្វើឲ្យសង្គមមានសន្តិភាពសូមនមស្ការចំពោះគុណនៃប្រតនត្រ័យដោយសេចក្តីគ្រប់ជ្រះថ្លាយ៉ាងក្រៃលែងសូមធ្វើនៅសេចក្តីគ្រប់រាប់អានចំពោះក្រុមចាស់កណាគ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅទីនេះសូមចម្រើនពរឯកឧត្តមរដ្ឋមន្ត្រីលោកជំទាវឯកឧត្តមអស់លោកស្រីញាតិញោមសាធុសប្បុរសគ្រប់ស្រីយុវជនយុវតីសិស្សានុសិស្សគ្រប់រូបទាំងអស់គុណចាស់យនសេញាតបានបកស្រាយខ្លះៗហើយអំពីពាក្យដែលប្រើនៅក្នុងព្រះពុទ្ធសាសនាយើងមួយពាក្យថាសាសនាពីរពាក្យថាឱវាទបីពាក្យថាអនុសាសនៈមានពេលខ្លះអនុសាសន័យពាក្យទាំង3នេះគឺជាពាក្យបច្ចេកទេសប្រើប្រាស់នៅក្នុងព្រះពុទ្ធសាសនាសំដៅសម្គាល់ពាក្យព្រានប្រដៅការបង្រៀនឬជាដំបូន្មាននិយាយជារួមប៉ុន្តែពាក្យនេះគឺមានអត្ថន័យផ្សេងគ្នាប្រើប្រាស់នៅក្នុងបរិបទដោយឡែកពីគ្នាទាំងពាក្យដំបូងសាសនាលោកចាស់យនសេញាតបានលើកមកខ្លះហើយគឺគេប្រើស្មើនឹងពាក្យបរទេសអង់គ្លេសថា religion បារាំងថា religion គឺគេប្រើក្នុងសាសនាអតិទេពនិយមហៅ theist religions សំដៅដល់ការធ្វើទំនាក់ទំនងរវាងមនុស្សលោកនិងព្រះអាទិទេពឬព្រះម្ចាស់សួគ៌នេះគឺពាក្យបរទេសមួយទៀតពាក្យសាសនានេះក៏សំដៅដល់វិធីឬមាគានៃជីវិតហៅថា way of life ក្នុងមួយផងដែរណាប៉ុន្តែក្នុងព្រះពុទ្ធសាសនាដែលយើងយកមកប្រើពាក្យសាសនានេះគឺมันឃើញមាននៅសម័យដើមឬថាក្នុងគម្ពីរបត្រៃបិដកដើមទេគឺមានឃើញប្រើពាក្យថាធម្មវិន័យហៅថាធម្មវិន័យឬពុទ្ធវចនៈនេះដែលឬពុទ្ធធម្មៈមានពាក្យប្រើនៅក្នុងគម្ពីរបត្រៃបិដកប៉ុន្តែពាក្យសាសនានេះក៏មានភ្ជាប់ជាមួយនឹងពាក្យខាងដើមមួយទៀតហៅថានវង្គតសត្ថុសាសនៈនវង្គតសត្ថុសាសនៈមានសេចក្តីថាពាក្យព្រានប្រដៅប្រកបដោយអង្គ9របស់ព្រះសាស្តាកូនចាស់ញាតិញោមខ្លះក៏បានដឹងហើយពាក្យព្រានប្រដៅរបស់ព្រះសាស្តាប្រកបដោយអង្គ9នោះក្នុងទីនេះដូចมันមានឱកាសដែលបានបកស្រាយនេះຕົកពេលក្រោយទៀតយ៉ាងញាតិញោមអត់មកហើយនេះគឺជាពាក្យសម្គាល់នៅក្នុងព្រះពុទ្ធសាសនាយើងតែយើងក៏បីកត់សម្គាល់ហើយធ្វើនៅសេចក្តីជ្រះថ្លាក្នុងចិត្តថាពាក្យថាសាសនានេះគឺមិនប្រើដូចសាសនាអតិទេពនិយមទេដែលសំដៅថាជាការផ្សារភ្ជាប់ឬថាទំនាក់ទំនងរវាងមនុស្សលោកទៅនឹងព្រះអតិទេពឬព្រះម្ចាស់សួគ៌នោះពុទ្ធវចនៈគឺខុសអំពីសាសនាអតិទេពនិយមយើងប្រើទោះបីយើងខ្ចីពាក្យសាសនានេះមកប្រើសំដៅសម្គាល់ដល់ពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធសំដៅដល់ពាក្យទូលមានព្រានប្រដៅពាក្យពេចន៍ទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងតបមកយើងហៅថាពុទ្ធសាសនាហើយពុទ្ធសាសនានេះយើងប្រើរហូតដល់មកដល់សន្ទាប់មហាជនប្រជាប្រិយ
គឺសំដៅដល់ទំនៀមទម្លាប់ប្រពៃណីនិងបែបបទសពបែបយ៉ាងទាំងអស់រាប់បញ្ចូលទៅថាព្រះពុទ្ធសាសនាមិនមែនសំដៅតែពាក្យព្រានប្រដៅពាក្យអប់រំទូនមានពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធតែម្យ៉ាងទេគឺពុទ្ធសាសនានេះគឺបូករួមទាំងអស់តាំងពីពិធីកម្មបែបសាសនាសពបែបសពយ៉ាងទាំងអស់ហ្នឹងមកយើងហៅថាពុទ្ធសាសនាដែរនេះគឺជាការប្រើនៅក្នុងស្រទាប់មហាជនតាមបែបប្រជាប្រិយគឺថាមនុស្សនិយមប្រើខុសអំពីនៃដើមដែលយើងសម្ដៅពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធយើងហៅថាពុទ្ធវចនៈយើងហៅថាធម្មវិន័យយើងហៅថាពុទ្ធធម៌ឬបុត្រဓម៌មួយទៀតពាក្យថាឱវាទឱវាទគឺជាដំបូន្មានជាការក្រើនរំលឹកដាស់តឿនដោយប្រើនៅក្នុងភិក្ខុឱវាទគឺព្រះសម្មាសម្ពុទ្ធទ្រង់ដាស់តឿនក្រើនរំលឹកដល់ពួកភិក្ខុទាំងឡាយនឹងហៅថាឱវាទដោយឱវាទបដិមោក្ខជាដើមគឺជាសិក្ខាបទឬជាបទបញ្ញត្តិទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងទុកជាគ្រឿងដាស់តឿនក្រើនរំលឹកដល់ភិក្ខុទាំងឡាយដែលបប្រតិបត្តិដែលចូលមកសាងនោះបួសក្នុងព្រះសាសនានេះគឺឱវាទប៉ុន្តែយើងប្រើពាក្យនឹងដែរជួនកាលសំដៅដល់ពាក្យទូទៅឲ្យតែពាក្យព្រានប្រដៅអប់រំទូនមានហ្នឹងយើងហៅថាឱវាទផ្ដល់ឱវាទប៉ុន្តែនៃដើមនៅក្នុងព្រះពុទ្ធសាសនាគឺសំដៅដល់ការដាស់តឿនក្រើនរំលឹកមានជាបែបជាគាថាភាគច្រើនគឺមានបែបជាសុភាសិតនឹងហៅថាឱវាទដោយមាននៅក្នុងឱវាទបដិមោក្ខភិក្ខុឱវាទជាដើមគឺសុទ្ធតែពាក្យជាសុភាសិតមានឆាន់ត្រឹមត្រូវមានជាឃ្លារបស់មិនមែនជាពាក្យរាយនឹងពាក្យឱវាទមួយទៀតអនុសាសនៈឬមានកន្លែងខ្លះអនុសាសន័យគឺជាពាក្យដែលក្រើនរំលឹកបន្តណាបន្ថែមចង់និយាយថាមានពាក្យព្រានប្រដៅមានធម្មទេសនារបស់ព្រះសម្មាសម្ពុទ្ធរួចហើយក៏នៅពេលក្រោយមកលោកប្រើជាអនុសាសនៈអនុសាសន័យនេះចង់ក្រើនរំលឹកបន្ថែមទៀតមាននៅទីកន្លែងជាច្រើនដែលព្រះសម្មាសម្ពុទ្ធលោកទ្រង់ត្រាស់សម្ដែងបានបញ្ញត្តិទុកហើយហ្នឹងមានការប្រព្រឹត្តល្មើសមិនគប្បីទៅនឹងបទបញ្ញត្តិផ្សេងព្រះសម្មាសម្ពុទ្ធលោកទ្រង់ក្រើនរំលឹកដាស់តឿនជាថ្មីហៅថាជាអនុសាសនៈមួយទៀតគឺយើងប្រើនៅក្នុងវិន័យពេលដែលភិក្ខុបួសថ្មីហើយគឺមានឧបសម្បទាចារគឺភិក្ខុដែលសូត្រញត្តិប្រកាសប្រាប់សង្ឃហ្នឹងលោកប្រើជាអនុសាសនៈលោកត្រូវឲ្យឱវាទឲ្យពាក្យណែនាំមានន័យថាពាក្យហ្នឹងគឺមានមកហើយតែលោកលើកយកមកដើម្បីជាការណែនាំដាស់តឿនក្រើនរំលឹកដល់ភិក្ខុបួសថ្មីនឹងលោកហៅអនុសាសនៈដូចជាប្រើរុក្ខមូលកតោវាអរញ្ញកតោវាជាដើមហ្នឹងថាភិក្ខុទាំងឡាយដែលបួសក្នុងព្រះសាសនានេះត្រូវរស់នៅក្នុងព្រៃក្នុងទីស្ងោសានក្រុមថ្មគិរីបុព្វតាហ្នឹងគឺជាពាក្យដែលក្រើនរំលឹកបន្ថែមជាការដាស់តឿនទៅលើអ្វីដែលមានមកហើយលោកហៅថាអនុសាសនៈឬជាអនុសាសន័យដូច្នេះពាក្យទាំងអស់នេះគឺជាពាក្យបច្ចេកទេសដែលប្រើប្រាស់នៅក្នុងព្រះពុទ្ធសាសនាហើយជាប្រការល្អដែលញោមឧបាសិកាបានលើកមកដើម្បីជាការបញ្ជាក់ឲ្យអស់នៅការសង្ស័យឬថាឲ្យបានយល់ច្បាស់នៅពាក្យព្រានប្រដៅនិងជាពាក្យពេចន៍ដែលប្រើប្រាស់ជាប្រចាំនៅក្នុងព្រះពុទ្ធសាសនាយើងហើយពុទ្ធបរិស័ទជាច្រើនក៏មិនបានយល់ដឹងអំពីការប្រើប្រាស់របស់ពាក្យពេចន៍ទាំងអស់នេះទេមានតែពុទ្ធបរិស័ទដែលបានសិក្សាស្វែងយល់
ច្រើនទៅលំទូលាយនឹងព្រះភិក្ខុសង្ឃដែលលោកបានសិក្សាជ្រៅជ្រះទើបអាចយល់ដឹងអំពីការប្រើប្រាស់នៅវចនៈទាំងអស់នេះបានត្រឹមត្រូវសូមអនុមោទនាព្រះអង្គជាសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបានបកស្រាយយ៉ាងទូលំទូលាយទាក់ទងនឹងអត្ថន័យនៃពាក្យសាសនាហើយប្រៀបទៅនឹងនិយមន័យនៃភាសាបរទេសផងហើយព្រះអង្គបានបញ្យល់ម្ដងហើយម្ដងទៀតយ៉ាងច្រើនទាក់ទងទៅនឹងពាក្យថាសាសនាអវាទហើយនឹងអនុសាសនាពុទ្ធបរិស័ទប្រហែលជាជ្រាបហើយព្រោះណាស្មានមិនបន្ថែមអីទៀតទេណាព្រោះព្រះអង្គមិញចិញ្ច្រាំម្ដងហើយម្ដងទៀតខ្លាចញាតិញោមច្រឡំព្រោះនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គបានបញ្យល់ថាសាសនាហ្នឹងពុទ្ធសាសនាបច្ចុប្បន្នហ្នឹងទៅជាមានន័យថាគេយកមកប្រើក្នុងន័យមួយថារាល់ពិធីទាំងឡាយណាសាសនពិធីទាំងឡាយណាដែលទាក់ទងនឹងព្រះពុទ្ធសាសនាហ្នឹងគេក្តោបទាំងអស់ថាហ្នឹងជាព្រះពុទ្ធសាសនាណាវិន័យមួយទាក់ទងនឹងពាក្យព្រានបដៅរបស់ព្រះដ៏មានព្រះភាហើយន័យមួយទៀតទាក់ទងទៅនឹងសាសនពិធីមួយចំនួនដែលប្រជាពុទ្ធបរិស័ទហ្នឹងលោកប្រពធ្វើហ្នឹងឃើញតែគេនិយមប្រើណាប៉ុន្តែន័យពិតពាក្យថាព្រះពុទ្ធសាសនានិយាយឲ្យស្រួលស្ដាប់ស្រួលចាំថាជាពាក្យព្រានបដៅរបស់ព្រះពុទ្ធណាប៉ុណ្ណេះឯងមិនច្រើនទេណាហើយពាក្យអវាទក៏ជាពាក្យដំបូលមានណាអនុសាសនៈហ្នឹងក៏ជាការក្រើនរំលឹកបន្តណាការបដៅបន្ថែមណារហូតពាក្យខ្លះអនុសាសនីខ្លះហៅគេហៅអនុសាសណាមានតែឥឡូវនិយមប្រើថាអនុសាសរបស់ឯអាដាមនេះអនុសាសរបស់ឯអាដាមនោះណាដោយអនុសាសរបស់សម្ដេចអគ្គមហាសេនាបតីឲ្យបង្កើតជាកម្មវិធីនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយសិលធម៌ហ្នឹងគេហៅអនុសាសមានន័យថាជាការណែនាំក្នុងន័យហ្នឹងក៏ជាឱវាទណាសម្រាប់ឲ្យក្រសួងធម្មការនិងសាសនាហ្នឹងនិមន្តព្រះអង្គដែលជាបញ្ញវន្តហ្នឹងមកចូលរួមសម្ដែងពធមវិសេសទេសនាចែកជូនដល់ប្រជាពុទ្ធបរិស័ទនៅក្នុងបរិជាណាចក្រកម្ពុជាយើងអញ្ចឹងពុទ្ធបរិស័ទហ្នឹងប្រហែលជាបានជួបជ្រាបច្រើនក្នុងថ្ងៃនេះតាក់ទងនឹងទស្សនៈព្រះពុទ្ធសាសនាផងតាក់ទងទៅនឹងទស្សនៈដែលព្រះអង្គបានលើកពីមជ្ឈដ្ឋាននានាណាមកពីខាងអ្នកប្រាជ្ញផ្សេងច្រើនសំដូចព្រះអង្គសានវិជាព្រះអង្គបានលើកថាក្នុងព្រះពុទ្ធសាសនាហ្នឹងគឺមិនមែនតែជាពាក្យមិនមែនតែជាទ្រឹស្ដីដែលចេញពីព្រះអង្គរបស់ព្រះមានព្រះភិក្ខតែមួយព្រះអង្គឯងទេគឺក្នុងនោះមានបញ្ញវន្តមានអ្នកប្រាជ្ញច្រើនចូលរួមដើម្បីធ្វើយ៉ាងណាឲ្យពិភពលោកនេះប្រកបដោយសុខសន្តិភាពអរធនានៅប្រធមមកសិក្សាបកស្រាយវេញែករំលាយរំងាយសេចក្តីប្រគេនចែកជូនដល់គុណចាស់កណានិងញាតិញោមសាធុសប្បុរសគ្រប់រូបអំពីពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដើម្បីបានជាពន្លឺនិងជាកតេក្នុងការប្រព្រឹត្តបប្រតិបត្តិក្នុងជីវិតរស់នៅក៏ដូចជាក្នុងការដឹកនាំជីវិតរបស់ខ្លួនឲ្យបានប្រពៃថ្លៃថ្លានៅសប្តាហ៍មុនគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទគ្រប់រូបបានសិក្សាស្វែងយល់អំពីពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធមួយចំនួនមកហើយជាពិសេសប្រធានបទចុងក្រោយគឺស្ដីអំពីសិលនៅវេលាគ្រានេះក៏នឹងលើកយកនៅប្រធានបទស្ដីអំពីសិលនេះមកសិក្សាបន្តទៀតព្រោះថាប្រធានបទនេះគឺមានវិសាលភាពទូលំទូលាយនិងមានជគម្ពីរភាពដែលត្រូវសិក្សាស្វែងយល់ឲ្យបានច្រើននិងត្រូវតែមានសេចក្តីជ្រះថ្លាក្នុងការសិក្សានឹងទៀតទើបអាចយល់ចូលចិត្តបាន
chẳng tới nên thì chia cho một đạt cái chất dương nắng và ngày ngày đôi chuyện chưa cho những sạch giờ việc bắt tục đi trăm đi từ vinh từ mau nhưng tới nơi khi ru là ho tôi bài từ nơi khi ru mình là ho tới bị chun đỏ rắm cao tục từ nó chỉ một phong đi stress hơn rồi chẳng khơi tha từ chia coi chẳng lưu sừng lên thì ru tới bị chun đỏ rắm bài chết từ là lưu sừng lên thì chê tới cao tục từ nó có chia một phong đi stress mùiចំណុចសំខាន់ទៀតព្រះពុទ្ធសាសនាលោកបានសម្ដែងអំពីអកុសលមូល3គឺលោភៈទោសៈមោហៈលោភៈទោសៈមោហៈនឹងតាមទស្សនៈអ្នកប្រាជ្ញនៃព្រះពុទ្ធសាសនាលោកសម្ដែងថាទុកដូចជាឆ្នាំពឹសមាន3ក្រអញ្ចឹងលោភៈកាលណាចង់បានខ្លះក៏កើតទុកទោសៈកាលណាបើការខំខ្លាំងក៏កើតទុកចង់បៀតបៀនអ្នកដទៃឲ្យគេកើតទុកទោះបីគេកើតទុកក្តីមិនបានកើតទុកនៃអំពើរបស់យើងក្តីយើងខ្លួនឯងទទួលទុករួចស្រេចទៅហើយដែរនេះតាមពុទ្ធសាសនាលោកសម្ដែងអញ្ចឹងអំណាចនៃអកុសលធម៌ហ្នឹងទាំង3គឺលោភៈទោសៈមោហៈគឺជាចំណុចសំខាន់ហើយស្របទៅនឹងសម័យយើងសពថ្ងៃគឺជាសម័យសកលភាវូបនីយកម្មអ្វីសពបែបយ៉ាងទាំងអស់នៅក្នុងលោកតាមទស្សនៈលោកនិយមគេថាពាក្យថាសកលភាវូបនីយកម្មគឺជាការផ្សាយនៅកំណើនឬក៏ផលិតផលនៃការរីកចម្រើនផ្នែកខាងវិទ្យាសាស្ត្រប៉ុន្តែបើផ្អែកទៅលើទស្សនៈនៃព្រះពុទ្ធសាសនាសពថ្ងៃយើងក៏លែងឃើញទៅទស្សនៈនេះហាក់ដូចជាប្រឆាំងយកប្រឆាំងយ៉ាងម៉េចគឺមានន័យថាពាក្យសកលភាវូបនីយកម្មគឺជាការផ្សាយនៅធម៌ហិង្សាណាផ្សាយនៅធម៌ហិង្សាផ្សាយនៅធម៌អកុសលចេញពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីប្រទេសមួយទៅប្រទេសមួយសិទ្ធិរឿងអកុសលធម៌អញ្ចឹងសរុបមកវិញថាពាក្យសកលភាវូបនីយកម្មតាមបែបពុទ្ធសាសនាគឺព្រះពុទ្ធលោកចង់ដោះស្រាយបញ្ហាធ្វើឲ្យមនុស្សបានសុខដែលបានសុខទៅនឹងសុខបានសុខគឺតាមរយៈការអប់រំផ្លូវចិត្តទៅផ្លូវចិត្តគឺអប់រំកុំឲ្យមានអកុសលធម៌ពីលោភៈទោសៈមោហៈអញ្ចឹងគុណនៃពុទ្ធសាសនាទៅនឹងដែលតើទៅសំណួររបស់យើងបានចោទសួរថាតើពុទ្ធសាសនាមានគុណយ៉ាងដូចម្តេចទី1កំចាត់បំនៅអវិជ្ជាអញ្ចឹងសត្រូវរបស់ពុទ្ធសាសនាអត់មានអីទេមានតែមួយគត់គឺអវិជ្ជាបងអវិជ្ជាគឺជាសត្រូវក្នុងពុទ្ធសាសនាធម្មមែនទែនព្រះពុទ្ធលោកបានត្រាស់ដឹងឡើងនៅក្នុងលោកគឺព្រះអង្គដើម្បីប្រយុទ្ធប្រឆាំងជាមួយរឿងអវិជ្ជាពីព្រោះព្រះអង្គយល់ឃើញថាអវិជ្ជានឹងគឺជាឫសគល់នៃបញ្ហាសម្រាប់សង្គមក៏ដូចជាបុគ្គលអញ្ចឹងបានជាព្រះអង្គលោកធំជាដើម្បីត្រាស់ដឹងធម៌ឲ្យផ្សាយនៅពធហ្នឹងអញ្ចឹងបាននៅក្នុងធម្មចក្រវត្តនសោថាឧត្តបាតិយាណាំងឧត្តបាតិវិជ្ជាឧត្តបាតិអលង្ការវិជ្ជាកើតឡើងបញ្ញាកើតឡើងពលឺកើតឡើងដូច្នេះពិភពលោកលឺដោយសារពុទ្ធសាសនានេះជាគុណមួយដែលព្រះអង្គលោកបានត្រាស់ដឹងឡើងអញ្ចឹងកម្មវិធីរបស់យើងគឺដើម្បីផ្សាយនៅពលឺប៉ុណ្ណាពលឺគឺការចេះដឹងផ្លូវពធហ្នឹងអប់រំមនុស្សដើម្បីឲ្យមនុស្សជាពិសេសពុទ្ធបរិស័ទយើងនឹងបងប្អូនឲ្យលះបង់នៅអកុសលធម៌ក្នុងចិត្តអញ្ចឹងបានជាកម្មវិធីនេះគឺជាការផ្សាយពលឹងបញ្ញានឹងតែម្ដងប៉ុណ្ណាតាមដែលមានការឧបត្ថម្ភជាពិសេសកម្រិតព្រឹកផ្ដើមដល់ពុះពីសម្ដេចហើយនឹងអាដាមទទួលភារកិច្ចដឹកនាំផ្ទាល់ក្នុងកម្មវិធីនេះអញ្ចឹងចំណុចទី1ព្រះពុទ្ធសាសនាមានគុណគឺកម្ចាត់បងនៅអវិជ្ជាគុណភាពទី2ព្រះពុទ្ធសាសនារំដោះទុក្ខរំដោះនៅសេចក្តីទុក្ខរបស់មនុស្សយើងកើតទុក្ខដូចបានលើកខាងដើមមិនអញ្ចឹងហើយសេចក្តីទុក្ខតាមពិតទៅកើតចេញមកពីក្នុងខ្លួនយើងដែរហ្នឹងក្នុងផ្លូវចិត្តរបស់យើងអញ្ចឹងទៅពេលណាដែលយើងអីមិនបានមានពធនៅក្នុងខ្លួនអញ្ចឹងទៅដូច្នេះមានន័យថាធ្វើឲ្យយើងកើតទុក្ខអញ្ចឹងបានជាពុទ្ធសាសនាលោកអប់រំមនុស្សដើម្បីរំដោះបងនៅសេចក្តីទុក្ខគឺអកុសលធ្វើចិត្តឲ្យបានស្អាតបរិបូរណ៍ផុសផង់អញ្ចឹងទៅ